สสุดท้ายบางโอนเนี่ยคือเชียปราสาทมวยที่ได้บางหน่วยจิตปราสาทในวัดพนมเรียบวัดพนมเรียบปราสาทนกวิเมียนสัวนะเนี่ยปราสาทนั้นจบนะปราสาทไอ้ยำเยี่ยมมันเนี่ยนั่งสนั่งปราสาทนี้เราจบนั่งได้จังเมียนปราสาทปีนกนองนั่งนะได้ก่อสร้างไอ้ปราสาทนี้ก่อสร้างบนปราสาทนกวิเมียนสัวนั่งจังนะก่อสร้างบนปราสาทนครเมียนสูปราสาทนี้ก่อสร้างบนติดจังนะปราสาทนี้เมียนชมธาปราสาทปัจจุบันกฎบริปรมโลกปราสาทนั้นในปราสาทที่ยมปงบางหายนั้นปราสาทปัจจุบันกฎบริปรมโลกนั่งปราสาทนั้นชมจังให้ก่อสร้างในนำในថ្ងៃទី21ខែ3 1994ចឹងមុនប្រាសាទនោះកសាង1996បញ្ចប់1998ហើយប្រាសាទនេះ1994បាទហើយនៅក្នុងមុខប្រាសាទមានស្រះត្រីមួយបាទស្រះត្រីហ្នឹងនៅក្នុងស្រះត្រីហ្នឹងគេមានរូបសំពៅបុរាណមួយអញ្ចឹងណាមានសំពៅបុរាណមួយអញ្ចឹងក៏ឲ្យកូនទិញចំណីត្រីឲ្យកូនដាក់ឲ្យត្រីទៅហ្នឹងនេះគេមានសំពៅបុរាណមួយអញ្ចឹងណាអញ្ចឹងវា94មកដល់លោកបងប្អូនដកមើលទៅវាឃើញថារយៈពេលប្រហែលឆ្នាំអញ្ចឹងណានេះមានសំពៅមួយមុខហ្នឹងណាមុខហ្នឹងមានសំពៅមួយហើយដាក់ចំណីត្រីចឹងប្រាសាទនៅឈ្មោះប្រាសាទបច្ចុប្បន្នកុដបរិយព្រហ្មលោកបាទកសាងនៅឆ្នាំនៅថ្ងៃទី21ខែ3ឆ្នាំ1994បាទបន្ទាប់ពីដាក់ចំណីត្រីទៅនឹងទៅទៀតខ្ញុំនឹងឡើងទៅប្រាសាទហ្នឹងហើយបងប្អូនឡើងទៅប្រាសាទហ្នឹងតែប្រាសាទហ្នឹងក្នុងហ្នឹងអត់មានអីទេបងប្អូនមានតែរូបព្រះពុទ្ធបដិមាទេបងប្អូននៅបរិវេណជុំវិញហ្នឹងបាទអាយុកាលបងគ្នាប្រហែលឆ្នាំ1994 96ខុសគ្នា4ឆ្នាំហ្នឹងអានេះខ្ញុំឡើងទៅបងប្អូនមកបងដល់ឡើងមើលទៅចង់ខ្លាចមិនចង់ញើតមិនដាក់រូបរាហូអីចាប់ច័ន្ទអីនោះនឹងកលែងទ្វារនោះចង់ខ្លាចមិនតែឡើងទៅមានអីហ្នឹងកលែងប្រពុតបដិមាហ្នឹងហើយនៅក្នុងហ្នឹងមានកលែងប្រសង់គាត់លោកគង់នោះហ្នឹងមានរៀបចំក្រែនោះហ្នឹងសឹងនៅក្នុងហ្នឹងណាភាសាហ្នឹងណាបាទអាគាររៀងទ្រុមតិចដែរចឹងបងប្អូនទ្រុមតិចដែរទៅទៀតខ្ញុំចូលទៅក្នុងហើយបងប្អូននៅប្រាសាទហ្នឹងប្រាសាទបច្ចុប្បន្នកុដបរិយព្រហ្មលោកបាទឈ្មោះមកអេមនឹងមានប្រវត្តិពីណាពីណីមកមិនដឹងពីសម័យពុទ្ធមកមិនដឹងឈ្មោះហ្នឹងណាខ្ញុំអត់ទៅដឹងដែរព្រោះបានសួរប្រវត្តិពីអ្នកដឹកនាំកសាងអញ្ចឹងគាត់ទៅថតឃើញអញ្ចឹងទៅគាត់បានសួរនាំពីប្រវត្តិសាស្ត្រអីមិនទៅបានជាដាក់ឈ្មោះអញ្ចឹងវាមានរឿងដំណើរការពីពុទ្ធអង្គមកឬក៏រឿងតកតងព្រហ្មញ្ញសាសនាអីឬក៏អធិស្ឋានខ្ញុំអត់ដឹងទេអញ្ចឹងខ្ញុំអត់ហ៊ានបរិយាយអីទេគាត់នឹងបានមកថតចែកជូនបងប្អូនមើលហើយបងប្អូនមើលតាមការយល់របស់បងប្អូនអញ្ចឹងណាបងប្អូនអញ្ចឹងណាបាទរូបហនុមានបាទហ្នឹងដូចរាហូចាប់ច័ន្ទចង់ខ្លាចកូនខ្ញុំចូលទៅក្នុងចង់ខ្លាចវាដូចកលែងមិនដូចបាក់និយាយហើយអត់ណាសម្អាតទេពេលចឹងកលែងផ្សារហ្នឹងអត់ណាសម្អាតមែននិយាយអស់ទៅឡើងក៏ក្រិចតែគាត់ថារចនាបថអីហ្នឹងវាយូរលងដែរមកហើយចឹងណាគាត់នៅក្នុងមិនអត់មានតែសម្អាតចឹងណានៅកន្លែងលោកក៏គណៈកម្មការសឹកពីចឹងលោកនៅក្នុងមានប្រសង់មានតែពុទ្ធបដិមាប៉ុណ្ណឹងទេពុទ្ធបដិមានឹងពុទ្ធបដិមានឹងហើយតាមជាងអីហ្នឹងមានចម្លាក់ឆ្លាក់ផុសជាថ្មផុសចឹងណាផុសហើយមានរឿងប្រវត្តិនៃរូបចម្លាក់នីមួយនៅក្នុងនឹងការកសាងហើយនឹងរូបចម្លាក់អីពុទ្ធអង្គអីផ្សេងចឹងជាដើមហូហែចឹងណាខ្ញុំអត់សូវបានជា
អត់សូវយល់អញ្ចឹងអត់សូវហ៊ាននិយាយអីចឹងនៅមានរូបតំណាងពីសម័យណាអញ្ចឹងរឿងរ៉ាវពុទ្ធប្រវត្តិអីយ៉ាងម៉េចយ៉ាងណាហើយកន្លែងទៅនេះមិនដឹងថាកន្លែងអីទេបើបងប្អូនដឹងជួយខមមិនផងខ្ញុំអត់ដឹងទេមានរូបកន្លែងជុំគ្នាគេកសាងឬក៏នឹកឃើញដល់តាណាអីដល់អីហ្នឹងយើងអត់ដឹងទេនេះហើយគេដាក់រូបចម្លាក់ផុសហ្នឹងហើយនៅខាងលើហ្នឹងគេរូបប្រាសាទហ្នឹងតែម្ដងពេជ្រវង្សកុដបរិយព្រហ្មលោកហ្នឹងតែម្ដងអញ្ចឹងឃើញរូបប្រាសាទហ្នឹងហើយមានប្រជាជនមានឋានៈដឹកនាំអីចឹងមិនដឹងណាពីសម័យណាពីសម័យ94ហ្នឹងហើយបើគាត់ថាមិនដឹងជាតំណាងអុយនរណាណីអីចឹងយើងអត់ដឹងតំណាងកសាងប្រជាពលរដ្ឋរួមនឹងឋានៈដឹកនាំអីមិនដឹងណាបងប្អូនហ្នឹងហើយចម្លាក់ឆ្លាក់មកចឹងទៅឃើញឆ្លាក់ថ្មឲ្យចម្លាក់ផុសចម្លាក់ផុសរូបចម្លាក់ផុសរូបពុទ្ធបដិមានេះសម្រាប់បងប្អូនណាចង់ទៅមើលអីគួរទៅមើលលេងទៅបងប្អូនកុំឲ្យខាតពេលខាតវេលាចឹងឥឡូវខ្ញុំចេញមកវិញហើយនេះចេញវិញហើយនេះរូបសំពៅបុរាណដែរសិតតែតំណាងហើយមិនមែនអត់មានអីធ្វើបានចឹងទៅសិតតែតំណាងគាត់ថាយើងមិនដឹងប្រវត្តិដើមវាយ៉ាងម៉េចយ៉ាងណាគាត់ថាយើងមកទៅវាឃើញជារូបរាងទៅហើយអញ្ចឹងណាបងប្អូនតែប្រវត្តិដើមយ៉ាងម៉េចយ៉ាងណាដឹងទេហើយកន្លែងហ្នឹងក៏ខ្ញុំបានទិញត្រីទិញចំណីត្រីឲ្យកូនបាច់ឲ្យត្រីដែរហើយរូបហ្នឹងរូបប្រពុតសំពៅបុរាណស្រះមុខប្រាសាទហ្នឹងណាប្រវត្តិបុរាណមានត្រីមានអីចឹងទៅមួយយ៉ាងរបស់គេដែរបងប្អូនការរៀបចំបើយើងដឹងពីប្រវត្តិច្បាស់អាហ្នឹងមិនកាន់តែអស្ចារ្យយ៉ាងណាអញ្ចឹងណាបើយើងដឹងពីប្រវត្តិច្បាស់មិនដឹងថាកសាងវាអស្ចារ្យយ៉ាងណាយើងអត់សូវដឹងអញ្ចឹងយើងគាត់នឹកឃើញស្នាដៃពួកគាត់បុព្វបុរសនឹងហៅថាបុព្វបុរសទៅវាយូរដែរអញ្ចឹងកសាងមកយើងនឹកឃើញតែប៉ុណ្្នឹងអញ្ចឹងណាបងប្អូននេះដូចខ្ញុំនិយាយនៅថ្ងៃទី21ខែ3 1994បាត់គ្រិស្តសករាជ1994ហ្នឹងហើយពុទ្ធសករាជ2538បងប្អូននេះប្រាសាទពេជ្រវង្សកុដបរិយព្រហ្មលោកបាទមកអេមឈ្មោះតតងពុទ្ធប្រវត្តិហើយឈ្មោះអញ្ចឹងណាក៏ការស្មានរបស់ខ្ញុំដែរណាបងប្អូនតែយ៉ាងខុសត្រូវយ៉ាងណាក៏សូមអធិស្ឋានបងប្អូនអាចខមមិនបានអញ្ចឹងណានៅក្នុងវីដេអូរបស់ខ្ញុំហ្នឹងអញ្ចឹងវីដេអូហ្នឹងក៏ជាងចិត្តដល់ចូលបញ្ចប់ហើយសូមផ្សាយតិចបងប្អូនអរគុណសម្រាប់បងប្អូនដែលតាមដានកន្លងមកអញ្ចឹងណាបងប្អូនសូមបងប្អូនជួយ like ជួយcomment អីផងរាល់វីដេអូខ្ញុំខុសឆ្គងទៅណាទៅកែតម្រូវដើម្បីឲ្យខ្ញុំបានកែតម្រូវបានវាតទៅនៅមុខទៀតបានដោយយើងអត់ដឹងកំហុសអញ្ចឹងយើងវីដេអូរបស់ខ្ញុំ channel របស់ខ្ញុំមិនដឹងថាខុសឆ្គងណាអញ្ចឹងវាអត់ដើរទេអញ្ចឹងមានតែបងប្អូននឹងឲ្យតែជួយ comment មួយដៃមួយជើងអ្នកទៅខាងចំណុចទៅនេះកែទៅនេះកែទៅនោះអញ្ចឹងទៅដើម្បីឲ្យវារីកដើម្បីឲ្យគេមើលបានច្រើនអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនជួយ subscribe ផងបងប្អូនជួយ subscribe ផងអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណច្រើនសម្រាប់បងប្អូនដែលបានជួយ subscribe អរគុណបាយបាយបងប្អូនបើពុនសាំងវាស្ថិតនៅខណ្ឌអីគេខណ្ឌប្រែភ្នៅចឹងពុនសាំងហ្នឹងមកបន្តិចមកដល់វត្តភ្នំរៀបហ្នឹងហើយវត្តភ្នំរៀបហ្នឹងវាមានប្រាសាទនៅហ្នឹងណាបងប្អូនណាហើយនៅជុំវិញប្រាសាទហ្នឹងក៏មានកន្លែងហូបចុកដែរអាហារដ្ឋានកន្លែងផឹកស៊ីអីដែរចឹងណាបងប្អូនបាច់ទៅទាំងខ្លាយតួប្រាសាទហ្នឹងអត់មានម្ហូបអាហារអីមិនមែនទេមានម្ហូបអាហារនេះណាខ្លែងនេះខ្លែងអីណាខ្លែងអីណាផ្ទះមួយគេដាក់តាំងជុំវិញហ្នឹង